ជំរាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia ថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍នៃការសន្សំលុយជាការពិតណាស់ការសន្សំលុយមានអត្ថប្រយោជន៍យ៉ាងច្រើនមិនត្រឹមតែផ្ដល់នូវសុវត្ថិភាពហិរញ្ញវត្ថុប៉ុណ្ណោះទេថែមទាំងជួយឲ្យអ្នកសម្រេចគោលដៅជីវិតផ្សេងៗទៀតផងខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ៗនៃការសន្សំលុយភាពប្រឈមនឹងស្ថានភាពអាសន្នថវិកាសង្គ្រោះបន្ទាន់ជីវិតមានការចម្លងគ្នាគ្មាននរណាអាចទស្សន៍ទាយអនាគតបានទេការមានថវិកាសង្គ្រោះបន្ទាន់ជាទូទៅស្មើនឹងចំណូលពី3ទៅ6ខែនឹងជួយឲ្យអ្នកឆ្លើយតបនឹងស្ថានភាពដែលមិនបានរំពឹងទុកដូចជាឈឺថ្កាត់ការងារបាត់បង់ឬរបស់របរចាំបាច់ខូចខាតដោយមិនចាំបាច់ខ្ចីលុយអ្នកដទៃកាត់បន្ថយភាពតានតឹងសុវត្ថិភាពផ្លូវចិត្តពេលអ្នកមានប្រាក់សន្សំអ្នកនឹងមានអារម្មណ៍ថាមានសុវត្ថិភាពតានតឹងតិចជាងមុននិងមានទំនុកចិត្តក្នុងការដោះស្រាយបញ្ហាផ្សេងៗការពិបាកហិរញ្ញវត្ថុគឺជាប្រភពភាពតានតឹងចម្បងសម្រាប់មនុស្សជាច្រើនសម្រាប់គោលដៅរយៈពេលវែងនិងខ្លីទិញផ្ទះឬរថយន្តទាំងនេះជាគោលដៅធំៗដែលទាមទារការសន្សំយូរនិងមានផែនការច្បាស់លាស់ការវិនិយោគក្នុងអនាគតដូចជាការសន្សំសម្រាប់ការសិក្សារបស់កូនឬថវិកាចូលនិវត្តន៍ដំណើរកម្សាន្តការសន្សំអនុញ្ញាតឲ្យអ្នកទៅដើរកម្សាន្តតាមបំណងដោយមិនចាំបាច់ប្រើប្រាស់ប្រាក់កម្ចីមានឱកាសការងារនិងអាជីវកម្មការវិនិយោគពេលអ្នកមានមូលធនសន្សំអ្នកអាចទាញយកវាមកវិនិយោគបានដូចជាចូលហ៊ុនបង្កើតអាជីវកម្មតូចឬពង្រីកជំនាញផ្ទាល់ខ្លួនដែលនាំមកនូវចំណូលបន្ថែមការរៀនជំនាញថ្មីអ្នកមានលទ្ធភាពសន្សំលុយដើម្បីចុះឈ្មោះរៀនវគ្គសិក្សាឬជំនាញដែលអ្នកចង់រៀនដែលអាចជួយឲ្យអ្នកមានជំនាញការងារល្អជាងមុនឯករាជ្យភាពហិរញ្ញវត្ថុមិនពឹងផ្អែកលើអ្នកដទៃការសន្សំជួយឲ្យអ្នកមានសេរីភាពក្នុងការសម្រេចចិត្តផ្សេងៗដោយមិនពឹងផ្អែកលើក្រុមគ្រួសារមិត្តភ័ក្តិឬប្រាក់កម្ចីពីធនាគារដែលអាចនាំមកនូវការទទួលខុសត្រូវនិងការសង្ស័យការចូលនិវត្តន៍ដ៏ស្កប់ស្កល់ជីវិតបន្ទាប់ពីចាកចេញពីការងារការសន្សំពីវ័យក្មេងដូចជាការដាក់ប្រាក់ទៅក្នុងផែនការបេនឈុងនិងធានាថានៅពេលអ្នកចាស់ជរាអ្នកនឹងមានមូលនិធិគ្រប់គ្រាន់ដើម្បីរស់នៅបានដោយសុខស្រួលមិនពឹងផ្អែកលើកូនចៅរបៀបចាប់ផ្ដើមសន្សំកំណត់គោលដៅច្បាស់លាស់សន្សំដើម្បីអ្វីតើអ្នកត្រូវការប្រាក់ប៉ុន្មាននៅពេលណាបង្កើតថវិកាតាមដានចំណូលនិងចំណាយរបស់អ្នកដើម្បីដឹងថាតើអ្នកអាចសន្សំបានប៉ុន្មានសន្សំជាប្រចាំកំណត់ចំនួនទឹកប្រាក់ឬភាគរយនៃចំណូលដែលអ្នកនឹងសន្សំជារៀងរាល់ខែសូម្បីតែចំនួនតូចក៏មានសារៈសំខាន់ដែរបំបែកធនាគារបង្កើតគណនីធនាគារដាច់ដោយឡែកសម្រាប់សន្សំដើម្បីកុំឲ្យអ្នកចំណាយវាចាយដន់ស្វែងរកវិធីសន្សំឬវិនិយោគដែលមានផលចំណេញដាក់ប្រាក់ក្នុងធនាគារទិញសញ្ញាបត្ររដ្ឋាភិបាលឬវិនិយោគក្នុងប្រទេសសកម្មផ្សេងទៀតតាមលទ្ធភាពនិងការទទួលយកហានិភ័យរបស់អ្នកសរុបមកការសន្សំលុយគឺជាមូលដ្ឋានគ្រឹះនៃសុខភាពហិរញ្ញវត្ថុដ៏មាំមួនវាមិនមែនគ្រាន់តែជាអំពីការប្រមូលលុយទេប៉ុន្តែវាជាអំពីការផ្ដល់ជីវិតដ៏មានគោលបំណងនិងភាពស្ងប់ស្ងាត់ដល់អ្នកនិងក្រុមគ្រួសារចាប់ផ្ដើមសន្សំពីថ្ងៃនេះតទៅទោះបីជាចំនួនតូចក៏ដោយសូមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាតាំងពីដើមដល់ចប់បើសិនជាបងប្អូនចូលចិត្តសូមជួយ Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ